បងប្អូនឆ្អិននៃចំណងទេមួយនឹងទឹកម្ទេសតិចមកសំឡេងញ៉ាសួយឲ្យខ្ញោកហើយមើលបើគេអើយឆ្ងាញ់ណាស់មកដល់របៀបធ្វើបែបងាយៗគឺខ្ញុំមានជាមួយនឹងសាច់ក្តាមកញ្ចប់ហាន់វាកង់ខ្លីៗចឹងមកហើយខ្ញុំមានជាមួយនឹងម្ទេសហាវ៉ៃហាន់ទូចៗខ្ទឹមបារាំងហាន់ទូចៗហើយជាមួយនឹងសាច់បាគានេះខ្ញុំដាក់5 6ក្បាលខ្ញុំមានច្រាមឲ្យម៉ត់ផងហើយខ្ញុំមានហាន់ជាដុំទូចៗលាយគ្នាពាក់កណ្ដាលអញ្ចឹងមានលខ្ទឹមមានម្រេចមានម្ទេសហើយរួយអំបិលតាមបន្តិចទេហើយនេះគឺខ្ញុំដាក់ទឹកម៉ាយ៉ូណេសចាដាក់ម៉ាយ៉ូណេសទៅគ្រឿងហ្នឹងខ្ញុំអត់មានវល់ទេនឹងបន្ថែមពងមាន់មកគ្រាប់គ្រឿងហ្នឹងគឺដាក់បន្តិចទេព្រោះវាបើសិនជាគ្រឿងដិតពេកញ៉ាំអត់ឆ្ងាញ់ទេប៉ុណ្ណឹងមកយើងច្របល់ឲ្យវាឲ្យសព្វហើយខ្ញុំបន្ថែមជាមួយនឹងឈីសតែឈីសមិញមួយចានខ្ញុំមិញហ្នឹងខ្ញុំដាក់តែពាក់កណ្ដាលសិនទេកូរមួយគ្នាឲ្យសព្វមកហើយបន្ទាប់មកគឺយើងយកអាហ្នឹងទុកម្លែកគឺយើងមានជាមួយនឹងនំប៉័ងបងប្អូនអាចប្រើនំប៉័ងជ្រុងក៏បានដែរឬក៏អានំប៉័ងប្រភេទនំប៉័ងវែងដូចនំប៉័ងសាច់យើងហ្នឹងណាចាក៏បានដូចគ្នាដែរយើងកាត់វារៀងជាចំណិតសក់ចឹងក៏បានរៀងជាតឹងក៏បានតាមមិនក៏បានដែរចាហើយបន្ទាប់មកគឺអាស្នូដែលយើងបានលាយហើយហ្នឹងយកវាមកដាក់ផ្ទុកពីលើមកហើយយើងបន្ថែមជាមួយនឹងឈីសពីលើទៀតខ្ញុំដុតនៅក្នុងម៉ាស៊ីនអូវែនខ្ញុំរយៈពេល15នាទីកម្ដៅ200អង្សាអូយពណ៌ចេញមកឡើងទំនងបងប្អូនthấy lòngឈ្ងុយហើយប៉ុន្តែការដុតហ្នឹងបងប្អូនអាចឆែកមើលតាមជាក់ស្ដែងទៅជួនកាលម៉ាស៊ីនយើងខុសគ្នាកម្លាំងម៉ាស៊ីនយើងខុសគ្នាក៏វាអាចខុសគ្នាអញ្ចឹងដែរឬមួយក៏ប្រើ air fryer ក៏បានដែរហើយខ្ញុំញ៉ាំម្នាក់ឯង3ចំណុចធំអស់ហើយញ៉ាំទឹកទៅឆ្អែតពេញពោះអាហ្នឹងយើងញ៉ាំជាមួយនឹងកាហ្វេឬក៏ញ៉ាំជាមួយនឹង green tea ឬក៏ matcha ឬក៏អីចឹងត្រូវជាតិគ្នាឆ្ងាញ់អស់ទាស់តែម្ដងបងប្អូនកុំភ្លេចធ្វើញ៉ាំហើយកុំភ្លេច comment ជាមួយនឹងវីដេអូខ្ញុំខាងក្រោមផងហើយអរគុណសម្រាប់ការ share ឬក៏ repost វីដេអូនេះម្នាក់មួយជួបគ្នានៅវីដេអូថ្មីទៀត